រឿងតែច្រើនកើតចេញពីស្នាដៃព្រោះយើងជាខ្មែរទើបយើងខិតខំឆ្នៃទាំងគុណភាពរួមទាំងអនាម័យគ្រប់យ៉ាងដើម្បីសុខភាពប្រជាជនខ្មែរទឹកជ្រលក់ហឹររសជាតិឆ្ងាញ់មិនប្រែតែមកទេផងដែរជ្រលក់បានក្រុមមុនរីឯម្ទេសឆាហើយឆ្ងាញ់ជាប់ចិត្តកាលពីឆារិតតែដកចិត្តមិនបានរារីជាមេតែដល់ឆ្លាតទៅយើងតែយើងឆ្លៃដើម្បីប្រជាជនខ្មែរមានតែរារីជាប់ខ្លួនហូបតែក៏ឆ្ងាញ់បានដែរមួយផ្នែកជាតែដៃកូនខ្មែរព្រោះយើងមានរារីគ្រឿងទេសច្រើនមុំកើតចេញពីស្នាដៃព្រោះយើងជាខ្មែរតើបយើងខិតខំជំរាបសួរពុកម៉ែបងប្អូនឥឡូវខ្ញុំបានកតោស្អាតមែនតើកតោបរិយាកាសរំដួលផលិតផលខ្មែរហើយនិយាយទៅស្អាតមែនតើថ្ងៃនេះគឺស្របពិធីការបានចែកកតោឲ្យភ្ញៀវគាត់ចូលរួមកម្មវិធីមង្គលការបាទថ្ងៃហ្នឹងនិយាយទៅបងប្អូនស្អាតមែនតើបាច់ការរំដួលផលិតផលខ្មែរ 100%